ខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គពុកម៉ែបងប្អូនលោកយាយលោកតាទាំងស្រុកក្រុងនិងស្រុកចំការថ្ងៃនេះយើងមកបន្តសិក្សានៅមាត្រាថ្មីរបស់យើងគឺមាត្រាទី49បាទពុកម៉ែបងប្អូនរដ្ឋធម្មនុញ្ញមាត្រាទី49បានចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងច្បាប់វិជ្ជខណ្ឌទី2បានចែងថាប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិវិជ្ជខណ្ឌទី3កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តនៅក្នុងបទបញ្ញត្តិនៃច្បាប់នៅវីដេអូនេះខ្ញុំអនុញ្ញាតសូមបកស្រាយត្រឹមតែមួយវិជ្ជខណ្ឌទេព្រោះបើយើងបកស្រាយទាំងអស់វាវែងអញ្ចឹងយើងនឹងបន្តនៅពីវិជ្ជខណ្ឌចុងក្រោយនៅវីដេអូក្រោយទៀតវិជ្ជខណ្ឌទី1សូមបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងច្បាប់គឺមានន័យថាប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែមានកាតព្វកិច្ចស្គាល់ចេះអនុវត្តនិងប្រើប្រាស់នៅរដ្ឋធម្មនុញ្ញនិងច្បាប់នានារដ្ឋធម្មនុញ្ញនៃកម្ពុជាគឺជាច្បាប់កម្ពុជារបស់ជាតិជាក្បួនដែលដឹកនាំរៀបចំសង្គមជាតិកម្ពុជាឲ្យមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយហើយបន្តមកទៀតនៅពាក្យថានឹងច្បាប់នេះពាក្យថាច្បាប់ត្រង់នេះគឺមានន័យថារាល់ច្បាប់ទាំងអស់ដែលទទួលស្គាល់និងអនុវត្តនៅកម្ពុជាដែលទទួលស្គាល់បំពេញកាតព្វកិច្ចដោយអង្គការអំណាចកម្ពុជាទាំង3របស់កម្ពុជាដែលស្របនឹងរដ្ឋធម្មនុញ្ញដែលភាសាបច្ចេកទេសយើងប្រើថាច្បាប់ដែលមានធម្មនុញ្ញភាពអត្ថន័យរបស់វាគឺរាល់ច្បាប់ទាំងឡាយណាដែលចែងនៅពាក្យឃ្លាអត្ថន័យមិនប្រឆាំងនឹងការចែងរបស់រដ្ឋធម្មនុញ្ញពុកម៉ែបងប្អូនយើងមានសារៈប្រយោជន៍ជាច្រើនដែលតម្រូវឲ្យប្រជាពលរដ្ឋខ្មែរស្គាល់និងចេះប្រើនៅរដ្ឋធម្មនុញ្ញរដ្ឋធម្មនុញ្ញរបស់យើងនេះសំខាន់ណាស់រដ្ឋធម្មនុញ្ញរបស់កម្ពុជាគឺជាក្បួនដោះស្រាយនៅរាល់បញ្ហាវិបត្តិនានាដែលកើតឡើងនៅប្រទេសកម្ពុជាជាក់ស្ដែងចំពោះនានានៅក្នុងរដ្ឋធម្មនុញ្ញដូចជាអធិបតេយ្យភាពអង្គព្រះមហាក្សត្រសិទ្ធិនិងកណន័យកិច្ចរបស់ប្រជាពលរដ្ឋសេដ្ឋកិច្ចការអប់រំអំណាចកម្ពុជាជាតិទាំង3ក្រមប្រឹក្សាធម្មនុញ្ញជាដើមនឹងមាននៅមាត្រានិងចម្ពោះផ្សេងទៀតដែលខ្ញុំមិនបកស្រាយអស់ទេបាទយើងអាចដឹងពីវិធីសាស្ត្រដែលអាចធ្វើយ៉ាងណាដើម្បីឲ្យអំណាចកម្ពុជាជាតិទាំង3យើងនេះក៏មានការរំលោភបំពានទៅលើបកក្រមពួកឬក៏ជនមួយក្តាប់តូចណាឲ្យធ្វើឲ្យប្រទេសជាតិកម្ពុជាយើងនេះបាត់បង់នៅតលយៈភាពអំណាចបាត់បង់នៅឯករាជ្យអំណាចនៃអំណាចកម្ពុជាជាតិទាំង3នេះគឺយើងមានក្បួនហើយក្បួនទាំងនោះគឺអាចចាប់ផ្ដើមពីការបំពេញកាតព្វកិច្ចនិងទួនាទីរបស់ពួកយើងដែលជាប្រជាពលរដ្ឋហើយបន្តទៅមុខទៀតខ្ញុំនឹងអាចប្រាប់បងប្អូនថាតើយើងត្រូវធ្វើអ្វីនេះហេតុផលនេះគឺជាចំណុចសំខាន់ដែលយើងអាចប្រាប់ទៅពុកម៉ែបងប្អូនដទៃទៀតបន្តទៀតឲ្យបានដឹងពីអត្ថប្រយោជន៍របស់រដ្ឋធម្មនុញ្ញពុកម៉ែបងប្អូនហើយបន្ថែមពីលើការបកស្រាយនេះទៀតដោយសារតែរដ្ឋធម្មនុញ្ញនេះវាមានអត្ថប្រយោជន៍មួយចំនួនទៀតដូចជានៅពេលដែលយើងស្គាល់នៅរដ្ឋធម្មនុញ្ញធម្មតាទេយើងជាប្រជាពលរដ្ឋរស់នៅក្នុងសង្គមសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយើងស្គាល់ពីរដ្ឋធម្មនុញ្ញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយើងធ្វើអ្វីទៅក៏មានរដ្ឋធម្មនុញ្ញយើងគាំពៀយើងមានព្រំដែនកំណត់នៃការអនុវត្តសិទ្ធិនិងសេរីភាពរបស់យើងលទ្ធិប្រជាធិបតេយ្យរបស់យើងត្រឹមត្រូវសមរម្យដែលទទួលស្គាល់ដោយអំណាចកម្ពុជាជាតិជាការពិតបើសិនជាយើងមិនស្គាល់ពីច្បាប់មិនដឹងពីក្បួននៃរដ្ឋធម្មនុញ្ញនិងច្បាប់នានាដែលមានធម្មនុញ្ញភាពទេវាងាយនឹងយើងធ្វើឲ្យពួកយើងនេះធ្វើសកម្មភាពអ្វីមួយធ្វើទង្វើធ្វើបង្កើតមុខរបរឬក៏ជីវភាពនានានៅក្នុងជីវិតរបស់ពួកយើងក្នុងសង្គមកម្ពុជានេះអាចងាយរងនៅការប្រព្រឹត្តនៅអំពើខុសច្បាប់ដោយអចេតនាវាគួរឲ្យស្ដាយមែនទែនដែលយើងមិនបានតាំងចិត្តប្រព្រឹត្តអំពើ
ខុសច្បាប់ទេប៉ុន្តែដោយសារតែយើងមិនស្គាល់ច្បាប់យើងបែរជាធ្វើនៅទង្វើដែលខុសច្បាប់ដោយអចេតនាដោយយើងអាចបញ្ជៀសវាបានដោយគ្រាន់តែពួកយើងឆ្វេងយល់និងសិក្សានៅច្បាប់និងរដ្ឋធម្មនុញ្ញនៃកម្ពុជាតែប៉ុណ្ណោះបាទបងប្អូនក៏នៅមានកត្តាជាច្រើនទៀតដែលតម្រូវឲ្យយើងនេះពួកយើងនេះស្គាល់និងគោរពនៅរដ្ឋធម្មនុញ្ញនិងច្បាប់ដែលមានធម្មនុញ្ញភាពជាក់ស្ដែងបើយើងនិយាយពីប្រវត្តិសាស្ត្ររដ្ឋធម្មនុញ្ញយើងនេះមានកាតព្វកិច្ចសំខាន់ណាស់គឺទប់ស្កាត់កុំឲ្យមានការវិលត្រឡប់មកវិញនៅរបបនយោបាយនិងព្រឹត្តិការណ៍សំខាន់ព្រឹត្តិការណ៍មិនល្អដែលជាសោកនាដកម្មចំពោះប្រទេសជាតិរបស់យើងទាំងមូលមុនឆ្នាំ1991ដោយមានការអន្តរាគមន៍ពីអង្គការសហប្រជាជាតិដោយអាជ្ញាធរបដិអាសន្នអង្គការសហប្រជាជាតិអ៊ុនតាក់ដែលដឹកនាំដោយ UNMIC ពុកម៉ែបងប្អូនព្រឹត្តិការណ៍របបនយោបាយដែលយើងជួបកន្លងមកមុនពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបងប្អូននឹងអាចដឹងទី1យើងធ្លាប់ជួបនៅរបបអាណានិគមយើងធ្លាប់ជួបរបបសក្តិភូមិយើងធ្លាប់ជួបនៅរបបផ្ដាច់ការយើងធ្លាប់ជួបនៅរបបកុម្មុយនីសសុទ្ធតែជារបបដែលធ្វើទុកបុកម្នេញគៀបសង្កត់រំលោភបំពានពុកម៉ែបងប្អូនលោកយាយលោកតាដែលជាវីរៈជនដែលចាស់ទុំដែលជាបុព្វបុរសរបស់យើងពួកគាត់បានលះបង់ជីវិតលះបង់សាច់ឈាមលះបង់ញើសឈាមលះបង់ក្រុមគ្រួសារដើម្បីបង្កើតឲ្យមានរដ្ឋធម្មនុញ្ញដ៏ល្អនេះពុកម៉ែបងប្អូនព្រឹត្តិការណ៍ទាំងនោះយើងបានជួបហើយនៅការនៅប្រព្រឹត្តអំពើសោកនាដកម្មនានាដូចជាអ ுக ្រិតកម្មប្រឆាំងមនុស្សអ ுக ្រិតកម្មប្រល័យពូជសាសន៍អ ுக ្រិតកម្មនានាដែលជាការរំលោភសិទ្ធិមនុស្សនិងគ្មានទេប្រជាធិបតេយ្យដូចកម្ពុជាបច្ចុប្បន្នដូច្នេះជាសារចុងក្រោយពាក់ព័ន្ធជាមួយរដ្ឋធម្មនុញ្ញនេះខ្ញុំសូមអំពាវនាវឲ្យពុកម៉ែបងប្អូននាំគ្នាស្គាល់មករៀនមកទទួលយកទៅនៅអត្ថន័យនិងតម្លៃរបស់រដ្ឋធម្មនុញ្ញយើងមានហើយរដ្ឋធម្មនុញ្ញយើងវា20ឆ្នាំជាងហើយ30ឆ្នាំជាងហើយបងប្អូនសំទោសតាំងពីឆ្នាំ93មកគឺ20-30ឆ្នាំហើយប៉ុន្តែនៅតែមានប្រជាពលរដ្ឋយើងទាំងចាស់ទាំងក្មេងខ្លះមិនស្គាល់មិនយល់ពីច្បាប់រដ្ឋធម្មនុញ្ញយើងផងសួរថាតើលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់ប្រទេសយើងកើតឡើងមកតាមរបៀបណាបើយើងមានតែច្បាប់ហើយពួកយើងអត់ទាន់បានអនុវត្តហេតុអ្វីបានខ្ញុំថាពួកយើងមិនទាន់បានអនុវត្តនេះគឺមិនមានន័យថាគ្មានការអនុវត្តទេប៉ុន្តែការអនុវត្តនោះនៅកម្រិតមួយដែលមិនទាន់ពេញលេញដោយសារអីដោយសារតែពួកយើងជាប្រជាពលរដ្ឋនេះយើងអត់បានស្គាល់យើងស្គាល់របៀបម៉េចបើគ្រាន់តែរៀនយើងអត់បានរៀនផងអញ្ចឹងពុកម៉ែបងប្អូនយើងកលែកមកវិញប្រទេសយើងមានច្បាប់ល្អហើយមានធម្មនុញ្ញល្អហើយដែលតម្រូវការពារដោយអំណាចកម្ពុជាជាតិទាំង3ឲ្យពួកយើងអនុវត្តហើយអញ្ចឹងនៅតែពួកយើងទេដែលមិនទាន់អនុវត្តអញ្ចឹងចាប់ផ្ដើមពីរៀនឲ្យបានចេះទាំងអស់គ្នាហើយវិទ្យាខណ្ឌបន្តទៀតយើងនឹងនិយាយនៅវីដេអូក្រោយចុងក្រោយក៏សំណូមពរឲ្យពុកម៉ែបងប្អូននៅតែរក្សានៃការតាមដានហើយផ្ដល់ជាខមមិនមកពាក់ព័ន្ធជាមួយច្បាប់សិទ្ធិមនុស្សកម្ពុជាគឺខ្ញុំរីករាយមែនទែនតែបើរកខមមិនផ្សេងដែលមិនពាក់ព័ន្ធជាមួយច្បាប់សិទ្ធិមនុស្សនេះខ្ញុំហាក់ដូចជាមិនសូវពេញចិត្តទេនិយាយឲ្យស្មោះត្រង់ពួកខ្ញុំចង់ឲ្យរដ្ឋធម្មនុញ្ញរបស់យើងល្បីខ្ញុំចង់ឲ្យពួកម៉ែបងប្អូនស្គាល់ពីច្បាប់រដ្ឋធម្មនុញ្ញជាងស្គាល់ខ្ញុំចង់ឲ្យពួកម៉ែបងប្អូនស្គាល់ពីចែករំលែករដ្ឋធម្មនុញ្ញជាងស្រឡាញ់ខ្ញុំអញ្ចឹងពុកម៉ែបងប្អូនកាន់តែរៀនកាន់តែផ្សព្វផ្សាយច្បាប់រដ្ឋធម្មនុញ្ញយើងកាន់តែល្បីសង្គមជាតិយើងប្រកាសជាខ្លាយទៅជាសង្គមជាតិនីតិរដ្ឋប្រទេសជាតិប្រកាសជាមានសណ្ដាប់ធ្នាប់អញ្ចឹងចង់ពីលើដល់ក្រោមគ្រប់ស្ថាប័នគ្រប់ផ្នែកគ្រប់ជ្រុងនៃសង្គមជាតិកម្ពុជានឹងមានសណ្ដាប់ធ្នាប់ចាប់ផ្ដើមពីពួកយើងបាទចុងក្រោយសូមអរគុណសូមជម្រាបលា